ជាមួយប៉ាមួយជីវិតដូចនេះឃើញខត់ស្ងាត់មិនសូវមានកម្មវិធីនៅផ្ទះអ្នកដទៃគេច្រើនផឹកស៊ីសប្បាយតែផ្ទះយើងវិញស្ងប់ជានិច្ចដដែលខ្ញុំធ្លាប់សួរគាត់ថាម៉េចបានជាយ៉ាងនេះគាត់ថាគាត់គិតពីម៉ែនិងកូនស្រីបើសិនគាត់ភ្លេចខ្លួនមិនអាចមើលថែបានមុនយើងមិនដឹងទេថាអ្នកណាស្អប់អ្នកណាគាត់មិនខ្លាចតែស្រាគាត់ខ្លាចជាវ័យក្រោយស្រាខ្លាចបាត់បង់ម្ចាស់ការខ្លាចអស់សុវត្ថិភាពផ្ទះយើងគ្មានកម្មវិធីយើងថែគ្នាទាំងអស់គ្នាយើងគ្មានកម្មវិធីសុខសាន្តគឺទុំលៃយើងគ្មានកម្មវិធីមិនចាំបាច់សប្បាយជ្រុលយើងគ្មានកម្មវិធីឲ្យកូនក្មេងគេស្ងប់ល្អខ្ញុំក៏យករឿងនេះនិយាយជាមួយប្រទេសរហូតពេលមានកូនស្រីធំចិត្តខ្ញុំកាន់តែប្រយ័ត្នមិត្តភក្តិពីគាត់ឆ្ងល់ដែរហេតុអ្វីមិនជួបគ្នានៅផ្ទះខ្ញុំថាទៅញ៉ាំក្រៅបានអោយសាមីជិះគួរសារសុខសាន្តខ្លះហេតុតែទ្រឹងតូចក៏អាចคล้ายធំអ្វីដែលយើងចង់រក្សាគឺផ្ទះមួយគ្មានការឈឺចាប់គាត់មិនខ្លាចតែស្រាគាត់ខ្លាចចំវ័យក្រោយស្រាខ្លាចបាត់បង់ម្ចាស់ការខ្លាចចោលសុវត្ថិភាពផ្ទះយើងគ្មានកម្មវិធីយើងថែគ្នាទាំងអស់គ្នាយើងគ្មានកម្មវិធីសុខសាន្តគឺទុំលៃយើងគ្មានកម្មវិធីមិនចាំបាច់សប្បាយជ្រុលយើងគ្មានកម្មវិធីឲ្យកូនក្មេងគេស្ងប់ល្អខ្ញុំមិននិយាយថាល្អបំផុតតែវាជាវិធីដែលយើងជ្រើសស្មារតីគ្នាបានពីថ្ងៃដំបូង